ជំរាបសួរបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាភ្នំតាម៉ៅជារមណីយដ្ឋានដ៏ធំមួយក្នុងទីរួមខេត្តតាកែវដែលបងប្អូនប្រកាសជាធ្លាប់ឮធ្លាប់ស្គាល់ប៉ុន្តែនៅលើភ្នំតាម៉ៅមានប្រាសាទដ៏ចំណាស់ពីរដែលបងប្អូនភាគច្រើនមិនដែលបានដឹងក្នុងវីដេអូនេះយើងខ្ញុំនឹងនាំអារម្មណ៍លោកអ្នកមកស្គាល់ប្រាសាទទាំងពីរនេះដែលអាចនិយាយបានថាជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ចំណាស់របស់ខេត្តតាកែវផងដែរដូច្នេះសូមរីករាយទស្សនាជាមួយយើងខ្ញុំដូចតទៅប្រាសាទភ្នំតាម៉ៅមានទីតាំងស្ថិតនៅភូមិកណ្ដឹងធំឃុំកណ្ដឹងធំស្រុកបាទីខេត្តតាកែវប្រាសាទនេះមានចម្ងាយប្រហែល45គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងមានចម្ងាយប្រហែល51គីឡូម៉ែត្រពីក្រុងដូនកែវនៃទីរួមខេត្តតាកែវប្រាសាទភ្នំតាម៉ៅកសាងឡើងអំពីឥដ្ឋនៅសតវត្សទី11ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ឆ្នាំ1002ដល់ឆ្នាំ1050នៃគ្រិស្តសករាជនិងឧដយាទិតយាវរ្ម័នទី2ឆ្នាំ1050ដល់ឆ្នាំ1066នៃគ្រិស្តសករាជស្ថិតលើកំពូលភ្នំធម្មជាតិដែលមានកម្ពស់40ម៉ែត្រជិតព្រះវិហារវត្តភ្នំតាម៉ៅប្រាសាទនេះកសាងឡើងក្នុងសម័យអង្គរដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានិងស្ថិតក្នុងរចនាបថឃ្លាំងប្រាសាទនេះបែរមុខទៅទិសខាងជើងមានទំហំ 7.50 ម៉ែត្របួនជ្រុងនិងមានកម្ពស់10ម៉ែត្របច្ចុប្បន្នប្រាសាទភ្នំតាម៉ៅនៅសល់តែជញ្ជាំងប្រាសាទចំនួន2ផ្ទាំងគឺខាងកាតនិងជញ្ជាំងខាងជើងបន្តិចប៉ុណ្ណោះនៅក្បែរប្រាសាទមានសល់បំណែកថ្មនិងឥដ្ឋដូចជាបំណែកសសរពេជ្រមេទ្វារផ្ដែតាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវជនជាតិបារាំងដែលបានសិក្សាប្រាសាទនេះតាំងពីសម័យមុនបាននិយាយថាប្រាសាទនេះអាចមានប្រាង្គប្រាសាទរហូតដល់ទៅ2តែបច្ចុប្បន្នមានឃើញតែប្រាង្គតែមួយប៉ុណ្ណោះបានជាជនជាតិបារាំងយល់ឃើញថាប្រាសាទនេះមានប្រាង្គ2យោងដោយសារនៅទីតាំងប្រាសាទនេះមានផ្តែររហូតដល់ទៅ2ឯណោះផ្តែទី1ឆ្លាក់និយាយពីរឿងគោសមុទ្រទឹកដោះនិងផ្តែទី2និយាយពីព្រះវិស្ណុគង់ផ្ទុំលើនាគអនន្តៈក្រៅពីប្រាសាទភ្នំតាម៉ៅមានប្រាសាទមួយទៀតស្ថិតនៅទីរពយ័ព្យគឺប្រាសាទថ្មដុះមានទីតាំងនៅលើកំពូលភ្នំថ្មដុះដែលមានកម្ពស់35ម៉ែត្រប្រាសាទនេះកសាងអំពីឥដ្ឋនៅសតវត្សទី11មានរាង4ជ្រុងគឺ7ម៉ែត្រគុណនឹង7ម៉ែត្រកម្ពស់13ម៉ែត្របច្ចុប្បន្នប្រាសាទនេះនៅមានលក្ខណៈល្អប្រសើរជាងប្រាសាទភ្នំតាម៉ៅដែលទេសចរចូលចិត្តទៅទស្សនានិងធ្វើការបន់ស្រន់នៅទីនោះក្រៅពីប្រាសាទទាំងពីរនេះភ្នំតាម៉ៅក៏ជាសួនសត្វមួយដ៏ធំនិងគួរឲ្យចាប់អារម្មណ៍ផងដែរដែលមានសត្វគ្រប់ប្រភេទមានដូចជាសត្វជើង4សត្វស្លាបសត្វក្នុងទឹកជាដើមក្នុងចំណោមប្រភេទសត្វទាំងអស់មានសត្វខ្លះនាំចូលពីបរទេសនិងមួយចំនួនធំគឺជាប្រភេទសត្វក្នុងស្រុកខ្មែរដែលបានមកពីការទិញនិងរឹបអូសពីឈ្មួញតំបន់រមណីយដ្ឋានទាំងពីរខាងលើយើងអាចរៀបចំជាខ្សែទស្សនកិច្ចបន្តពីភ្នំពេញបានដោយតំបន់នេះមានទីតាំងស្ថិតនៅជិតរាជធានីភ្នំពេញជាពិសេសទៀតជាតំបន់ពេញនិយមរបស់ភ្ញៀវជាតិនិងអន្តរជាតិបើយើងពិនិត្យមើលតាមស្ថិតិភ្ញៀវការស្រូបយកភ្ញៀវទេសចរបានច្រើនរបស់រមណីយដ្ឋានទាំងពីរខាងលើយើងក៏អាចស្វែងរកអ្នកវិនិយោគចូលរៀបចំបន្ថែមទៀតលើរចនាសម្ព័ន្ធទេសចរនិងការរៀបចំភ្លាវលំដែលត្រូវចូលទៅកាន់រមណីយដ្ឋានបើតាមគម្រោងរបស់នាយកដ្ឋានរុក្ខាប្រមាញ់និងក្រុងរៀបចំភ្លាវលំផ្នែកខាងក្នុងតផ្ទាប់ពីតំបន់ទន្លេបាទីត្រង់មកកាន់រមណីយដ្ឋានភ្នំតាម៉ៅដែលមានចម្ងាយ6គីឡូម៉ែត្រសូមអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់បើពេញចិត្តវីដេអូនេះសូមអស់លោកអ្នកនាងជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូបន្តទៀតសូមអរគុណ